បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកតកតងទៅនឹងអាស៊ីអាគ្នេយ៍បន្តទៀតតកតងទៅនឹងភាពវឹកវរគួរឲ្យកត់សម្គាល់នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលក្រោយទទួលបានឯករាជ្យបាទ1ប្រទេសឡាវកម្ពុជាវៀតណាមទទួលឥទ្ធិពលសង្គ្រាមត្រជាក់បាទទី2ធ្លាក់ចូលក្នុងសង្គ្រាមឥណ្ឌូចិនទី3គឺធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលជាដើមហើយនៅប្រទេសឥណ្ឌូនេស៊ីមានចលនាមានភាពវឹកវរនោះគឺមានចលនាបះបោររបស់ប្រជាជនប្រឆាំងនឹងលោកស៊ូកាណូដែលលោកបានដឹកនាំប្រទេសតាមបែបកុម្មុយនីសចឹងធ្វើឲ្យប្រជាជននាំគ្នាធ្វើចលនាដួលរំលំរបបលោកចេញហើយទី3នឹងគឺនៅប្រទេសភូមាគឺបានប្រកាន់យកគេហៅថាប្រកាន់យកការដឹកនាំតាមបែបយោធាប្រកាន់យកការដឹកនាំរបស់ខ្លួនតាមបែបយោធាគឺផ្ដាច់ទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅទី4ហ្នឹងគឺប្រទេសថៃនិងប្រទេសហ្វីលីពីនបានផ្ដល់មូលដ្ឋានទ័ពឲ្យសហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ការរីកដាលនៃលទ្ធិកុម្មុយនីសទី5គឺមានសង្គ្រាមឥណ្ឌូចិនលើកទី2រវាងគេហៅថាអាមេរិកហើយនិងវៀតណាមហើយមួយទៀតហ្នឹងគឺមានបញ្ហាវឹកវរគួរកត់សម្គាល់នៅក្នុងប្រទេសកម្ពុជាដូចជាឆ្នាំ1970ដល់75យើងធ្លាក់ចូលក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយឆ្នាំ75ដល់79យើងធ្លាក់ចូលក្នុងរបបបល្ល័ង្កពូជសាសន៍ហើយបន្ទាប់មកនៅកម្ពុជាយើងមានភាពវឹកវរគួរកត់សម្គាល់មួយទៀតហ្នឹងគឺឆ្នាំ1979ដល់91ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមឥណ្ឌូចិនលើកទី3ហើយភាពវឹកវរមួយទៀតហ្នឹងគឺនៅប្រទេសភូមាបាទមានទំនាស់ជាតិសាសន៍បាទហើយចុងក្រោយនេះគឺនៅប្រទេសហ្វីលីពីនបាទមានទំនាស់សាសនា